បាទគុំអ្នកទាំងអស់គ្នាមកកាន់ Channel Sky ថ្ងៃនេះខ្ញុំនឹងនិទានរឿងបន្ទប់លេខ13ដែលជាភាគ3នៃរឿងរបស់យើងបន្ទាប់ពីមានហេតុការណ៍ជាច្រើនបានកើតឡើងមកនៅក្នុងសន្តាគារនិងការធ្វើពិធីទាញវិត្រឡប់មកវិញរបស់អ៊ុំមីទទួលបាននៅបរាជ័យតើនឹងមានហេតុការណ៍អ្វីខ្លះនៅក្នុងបន្ទប់លេខ13បានកើតឡើងកុំឲ្យខាតពេលយូរខ្ញុំនឹងនិទានឲ្យអ្នកទាំងអស់គ្នាស្ដាប់ដូចតទៅបន្ទាប់ពីមានហេតុការណ៍ទាំងនោះបានកើតឡើងមកសន្តាគារទាំងមូលមានភាពស្ងប់ស្ងាត់ខុសពីធម្មតាចំណែកឯបន្ទប់លេខ13វិញត្រូវបានចាក់សោទ្វារជារៀងរហូតសូម្បីតែភ្ញៀវទេសចរក៏មិនហ៊ានមកស្នាក់នៅក្នុងសន្តាគារនេះទៀតដែរសូម្បីតែបុគ្គលិកដែលធ្វើការក្នុងសន្តាគារនេះក៏មានអ្នកសុំលាលែងឈប់ធ្វើការដោយសារតែពួកគេតែងតែឮលេងខ្មោចជារៀងរាល់ពេលរាត្រីជារៀងរាល់ថ្ងៃបន្ទាប់ពីអ្វីៗមើលទៅដូចជាអស់សង្ឃឹមទៅហើយស្រាប់តែថ្ងៃមួយមានបរិសម្នាក់ស្លៀកពាក់ខ្មៅមុខស្រួចបានដើរចូលមកក្នុងសន្តាគារគាត់មានឈ្មោះថាការីគឺជាអ្នកស្រាវជ្រាវអំពីអារក្សពេលនោះការីបាននិយាយទៅម្ចាស់សន្តាគារថាខ្ញុំមកស្វែងរកមនុស្សម្នាក់ឈ្មោះវិចខ្ញុំគឺជាមិត្តរួមការងារជាមួយនឹងគាត់ហើយខ្ញុំដឹងថាគាត់មិនទាន់ស្លាប់ទេគាត់ត្រូវបានជាប់នៅក្នុងសន្តាគារនេះបន្ទាប់ពីបានស្ដាប់ការនិយាយរបស់វិចរួចមកម្ចាស់សន្តាគារមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បាននិយាយទៅការីថាការីមិនគួរចូលទៅក្នុងបន្ទប់នោះទេដោយសារបន្ទប់នោះគឺជាទ្វារទៅកាន់ពិភពងងឹតពេលនោះការីក៏បាននិយាយប្រាប់វិញថាទ្វារទាំងឡាយអាចបើកបានបើសិនជាអ្នកចង់បើកវាពិតប្រាកដនៅពេលយប់អាធ្រាត្រម៉ោង12បានមកដល់ការីបានឡើងទៅជាន់ទី3នៃសន្តាគារហើយបានឈរទល់នឹងមុខបន្ទប់លេខ13ពេលនោះគេបានឮសំឡេងដកដង្ហើមចេញពីខាងក្នុងបន្ទប់បន្ទាប់ពីឮដូច្នេះរួចការីបានចាប់កាន់ក្រដាសសនិងធូបហើយនឹងកញ្ចក់តូចមួយការីបាននិយាយថាហេតុអ្វីបានជាពួកគេសម្លាប់នាងហេតុអ្វីបានជាវិចត្រូវរងគ្រោះនៅទីនេះខ្ញុំត្រូវចូលទៅរកការពិតបន្ទាប់ពីនិយាយដូច្នេះរួចទ្វារបន្ទប់ក៏បានបើកដោយខ្លួនឯងហើយក៏មានខ្យល់ត្រជាក់បោកបក់មកប៉ះផ្ទៃមុខរបស់ការីនៅពេលដែលទ្វារបន្ទប់បានបើកឡើងខាងក្នុងបន្ទប់មានសភាពមិនដូចបន្ទប់ធម្មតាទៀតទេនៅក្នុងបន្ទប់លេខ13បានប្រែក្លាយទៅជាច្រកផ្លូវវែងមានភាពងងឹតមើលទៅដូចជាផ្លូវនៅក្រោមដីយ៉ាងអញ្ចឹងពេលនោះស្រាប់តែមានសំឡេងមួយបាននិយាយថាការីកុំមកការីក៏បានចាប់អារម្មណ៍នឹងសំឡេងនោះក៏បានដើរកាត់ផ្លូវវែងរហូតទៅដល់ឃើញវិចនៅខាងមុខគាត់តែមើលទៅវិចមានសភាពស្លេកស្លាំងភ្នែកខ្មៅប៉ុន្តែគាត់មាននៅសភាពជាមនុស្សដដែលវិចបានស្រែកតទៀតថាកុំចូលមកចិត្តទៀតខ្ញុំមិនមែនជាខ្លួនឯងទៀតទេការីស្របពេលគ្នានោះដែរស្រាប់តែមានវិញ្ញាណខ្មោចនារីម្នាក់សក់វែងឈរពីខាងក្រោយខ្នងរបស់វិចហើយនាងបាននិយាយដោយពាក្យស្រាលថាខ្ញុំមិនចង់សម្លាប់គេទេតែខ្ញុំត្រូវការមនុស្សម្នាក់ដែលអាចប្រាប់ការពិតឲ្យគេបានដឹងបន្ទាប់មកការីក៏បានសួរទៅនាងវិញថាតើការពិតអ្វីទៅពេលនោះនាងក៏បានប្រាប់ទៅដល់ការីវិញថាសាច់ឈាមស្ងួតនៅលើជញ្ជាំងនិងរូបថតចាស់ជាច្រើនទៀតតែមានរូបស្រីម្នាក់និងបុរសម្នាក់ដែលជាគូស្នេហ៍តែបុរសនោះមានរូបរាងដូចម្ចាស់សន្តាគារកាលពីនៅវ័យក្មេងខ្ញុំមិនមែនត្រូវគូស្នេហ៍របស់ខ្ញុំសម្លាប់នោះទេប៉ុន្តែគឺម្ចាស់សន្តាគារទេដែលគាត់មានភាពច្រណែនហើយគាត់បានសម្លាប់ខ្ញុំហើយបានយកសាកសពខ្ញុំដាក់នៅក្នុងជញ្ជាំងនៃបន្ទប់នេះស្របពេលគ្នានោះដែរវិចក៏បានស្រែកយ៉ាងខ្លាំងថាកុំជឿនាងនៅពេលដែលពួកគេកំពុងនិយាយគ្នានោះស្រាប់តែអ៊ុំមីក៏បានមកដល់ហើយបាននិយាយយ៉ាងខ្លាំងថាឯងទាំងពីរគ្រាន់តែជាដៃឆ្វេងស្ដាំរបស់អារក្សមួយទៀតដែលនៅពីខាងក្រោយប៉ុណ្ណោះដែលគេប្រើវិចនិងនាងដើម្បីចាប់ព្រលឹងមនុស្សឯទៀតគ្រាន់តែអ៊ុំមីនិយាយចប់ភ្លាមស្រាប់តែបន្ទប់ទាំងមូលបានប្រែក្លាយទៅជាសាច់ខ្មៅនិងមានភ្នែករាប់រយមើលមកលើពួកគេក៏មានសម្លេងយ៉ាងធំមួយបាននិយាយថាអ្នកណាក៏មិនអាចចេញពីបន្ទប់លេខ13នេះបានដែរស្របពេលគ្នានោះដែរវិចក៏ចាប់ផ្ដើមញញឹមហើយដើមទូមរបស់គាត់ក៏បានបង្ហាញនៅរូបភាពថាវិចក៏បានសម្លាប់មនុស្សម្នាក់នៅកន្លែងផ្សេងទៀតដែរ
ហើយព្រលឹងនោះក៏បានអូសទាញវិចមកកាន់ក្នុងបន្ទប់នេះពេលឃើញដូចនេះវិចចាប់ផ្ដើមស្រែកឡើងហើយនិយាយថាខ្ញុំមិនចង់ធ្វើវាទេប៉ុន្តែខ្លួនខ្ញុំត្រូវបានគេគ្រប់គ្រងការីក៏ចាប់ផ្ដើមភ្ញាក់ផ្អើលព្រោះមិនដឹងថាត្រូវជឿនារីម្នាក់នោះឬត្រូវជួយសង្គ្រោះវិចឬព្រលឹងដទៃទៀតឲ្យបានរួចផុតពីសេចក្តីលំបាកទាំងអស់នេះគណៈពេលនោះអមីក៏បានទាញវិញ្ញាណនារីម្នាក់នោះចេញចំណែកឯការីវិញក៏បានចាប់ដៃវិចទាញចេញមកដូចគ្នាប៉ុន្តែស្រាប់តែមានខ្យល់បោកបក់យ៉ាងខ្លាំងធ្វើឲ្យអ្នកទាំងអស់គ្នាធ្លាក់ចូលទៅក្នុងពិភពងងឹតនោះដែរពេលនោះស្រាប់តែបន្ទប់លេខ13បិទទ្វារយ៉ាងលឿននៅក្នុងបន្ទប់មានភាពស្ងប់ស្ងាត់សង្ស័យថាមិនអាចមានអ្នកណានឹងបើកទ្វារនោះម្ដងទៀតបានទេបាទអ្នកទាំងអស់គ្នាភាគទី3នៃបន្ទប់លេខ13បានចប់ហើយសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់បើសិនអ្នកទាំងអស់គ្នាចូលចិត្តនិងស្រឡាញ់សូមជួយចុច like និង subscribe ម្នាក់មួយផងបើមានកន្លែងណាខុសឆ្គងសូមកាន់តែអភ័យទោសជួបគ្នានៅវីដេអូក្រោយសូមអរគុណ